ផ្លូវជីវិតផ្លូវដែលពិបាកដើរបំផុតគឺផ្លូវជីវិតព្រោះវាបត់បែនបានគ្រប់ពេលវេលាម្ដងត្រង់ម្ដងវែកម្ដងតូចម្ដងធំម្ដងទូលាយម្ដងចង្អៀនពេលខ្លះយើងសឹងតែគ្មានកម្លាំងចិត្តនឹងដើរនៅលើផ្លូវជីវិតនេះតទៅមុខទៀតកាន់តែដើរកាន់តែឆ្ងាយកាន់តែដើរកាន់តែនឿយហត់កាន់តែដើរកាន់តែជួបឧបសគ្គតែទោះយ៉ាងណាក៏ត្រូវតែតស៊ូដើរទៅមុខទៀតកុំបោះបង់កុំចុះចាញ់កុំរាថយឲ្យសោះណាកូនកុំព្រោះតែឧបសគ្គមករារាំងធ្វើឲ្យកូនឈប់ដើរទៅមុខទៀតនោះកូនត្រូវគិតថាធម្មតាការបរាជ័យតែមានជានិច្ចនៅលើផ្លូវជីវិតនេះជិះមិនផុតឡើយអ្វីដែលសំខាន់គឺត្រូវចេះកែប្រែស្ថានភាពដោយយកបរាជ័យមកធ្វើជាបទពិសោធន៍សម្រាប់ជីវិតហើយប្រើសតិស្មារតីជំរុញនិងលើកទឹកចិត្តខ្លួនឯងឲ្យក្រោកឡើងបន្តដំណើរទៅមុខទៀតគឺដើររហូតទាល់តែដល់គោលដៅដែលកូនចង់ទៅផ្លូវជីវិតវាអញ្ចឹងឯងមិនរលោងដោយផ្លូវកស៊ូនោះទេដូច្នេះកូនត្រូវចេះកាប់ឆ្ការផ្លូវឲ្យបានល្អមុននឹងបន្តធ្វើដំណើរឆ្ពោះទៅមុខជ្រើសរើសផ្លូវដែលត្រឹមត្រូវផ្លូវដែលនាំឲ្យជីវិតកូនបានរីកចម្រើនព្រោះផ្លូវជីវិតនេះមានច្រើនប្រភេទណាស់សម្រាប់កូនជ្រើសរើសដើម្បីដើរបើកូនជ្រើសរើសផ្លូវត្រូវដំណើរនៅលើផ្លូវជីវិតរបស់កូននឹងឆាប់ដល់គោលដៅតែបើកូនជ្រើសរើសផ្លូវខុសវិញនោះជីវិតរបស់កូននឹងពិបាកនៅក្នុងការធ្វើដំណើរជាមិនខាន